ជំរាបសួរលោកគ្រូជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះមនសំរងមកពីក្រុម IU 20អញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើការងារ lab 3ហើយក្នុង lab 3ហ្នឹងគេមាន6ចំណុចឲ្យយើងអញ្ចឹងចំណុចទី1គឺគេឲ្យយើងប្រើ command cat ដើម្បីបង្ហាញ content file នៅក្នុង etc អញ្ចឹងដើម្បីយើងត្រូវប្រើ command cat ទៅប្រើ command cat .n ដើម្បីហើយយើងធ្វើការ act /sh/sh/sad ហើយហើយ config អូខេអញ្ចឹងគឺបានបង្ហាញ file content មកឲ្យយើងហើយបន្តមកទៀតគឺយើងចូលទៅកាន់ទី2គឺគេឲ្យយើងប្រើប្រាស់ command linux ដើម្បីបង្ហាញ information អញ្ចឹងយើងប្រើ command cat ដូចគ្នាដែរហើយយើងធ្វើការ purpose ហើយយើងប្រើ mem info ដើម្បីអូខេអញ្ចឹងគឺបានបង្ហាញមកឲ្យយើងហើយនៃ file information អញ្ចឹងបង្ហាញទាំងអស់តែម្ដងហើយចូលមកកាន់ការងារទី3ចំណុចទី3គឺគេឲ្យប្រើប្រាស់ command linux ដើម្បី print all process user អញ្ចឹងយើងត្រូវប្រើ command ps យើងត្រូវប្រើ command ps.u $user អូខេអញ្ចឹងគឺវាបានបង្ហាញ print មកចេញមកហើយអញ្ចឹងចូលទៅកាន់ទី4គឺគេឲ្យយើងប្រើcommand ដើម្បីរក file ដែលធំជាង5 MB អញ្ចឹងយើងត្រូវប្រើ command find អូខេហើយយើងធ្វើការ slash find find slash ហើយយើងប្រើ tabs tab apps tab app ហើយ size បូក5អូខេអញ្ចឹងគឺបានចេញមកហើយ file ដែលធំជាង5 MB គឺវាបង្ហាញឲ្យយើងទាំងអស់អញ្ចឹងចូលដល់ចំណុចទី5គឺប្រើ command grep ដើម្បី find ដើម្បីរក file error នៅក្នុង var logs អញ្ចឹងយើងត្រូវប្រើ command grep អញ្ចឹងអូខេ grep.org ហើយខ្ញុំerror អូខេយើងនៅក្នុង var log អូខេនេះគឺជាវាបានចេញមកហើយគឺ error អញ្ចឹងបន្តមកទៀតគឺចូលដល់ចំណុចទី6គេឲ្យយើងប្រើ command awk ដើម្បី print only username ពី file etc pathwd អញ្ចឹងយើងត្រូវប្រើ command awk .add .add ហើយយើងធ្វើការ print អូខេ print អូខេធ្វើការ print ទី1ហើយយើងclear ពី file អូខេអញ្ចឹងគឺបានចេញមកហើយដែលយើងបាន print ហ្នឹងអញ្ចឹងចំពោះវីដេអូទី3 lab 3គឺមានតែប៉ុណ្្នឹងទេលោកគ្រូអញ្ចឹងសូមជម្រាបលោកគ្រូហើយអរគុណលោកគ្រូសម្រាប់ការមើលវីដេអូមួយនេះ